ថ្ងៃនេះខ្ញុំមានរបស់លេខថ្មីសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់បែបអាកាំងបើមែនតើនេះគឺជាកាំងម៉ូតកាំងប៉ូលីសដែលយើងអាសាឃើញកាំងបែបអាកាំងគេបំពាក់លើឡានប៉ូលីសណាហើយម៉ូតនេះក៏មិនមែនជាគ្រឿងទី1ដែរមួយគ្រឿងនេះគឺ Chevrolet Suburban ហើយឡានមុនគឺយើងធ្វើម៉ូតនេះមាន Dodge Challenger មាន Forerunner ក៏យើងធ្វើជាប្រភេទម៉ូតនេះដែរហើយម៉ូតនេះគឺយើងធ្វើតម្រូវទៅតាមប្រភេទឡានជាក់ស្ដែងប៉ុន្តែខ្ញុំនៅតែបញ្ជាក់អញ្ចឹងយើងមើលទៅតាមប្រភេទឡានក៏ដូចជាកាំងឡានជាក់ស្ដែងបាទត្រូវចោះត្រូវកាត់ឬក៏ត្រូវវៀងធ្វើមកជុំព័ទ្ធពីក្រោមឬក៏យ៉ាងណាហើយមួយគ្រឿងនេះគឺមានកាំងដៃមុខនឹងមួយក៏ដូចជាផ្នែកគ្រឿងក្រោមយើងក៏បានបន្ថែមជាមួយនឹងឈុតបូមមួយឈុតផងដែរមុខក្រោយឡានធំហើយនឹងអាយុកាលប៉ុណ្នេះការបើកបរប្រើប្រាស់ហ្នឹងគឺបូវាអត់សូវប្រកែដូចមុនទេសម្បីតែឡានយើងសេរីឥឡូវបូមថ្មីក៏វានៅតែមិនសូវជាប្រកែណាស់ណាដែរអញ្ចឹងគឺជំរឿនល្អសម្រាប់ឡានសេរីនេះគឺយើងអាចបដូរបូមទៅជិះស្រួលអញ្ចឹងទាំងពីរមុខនេះទាំងប្រភេទបូមហើយនិងកាំងដៃមុខម៉ូតប្រភេទម៉ូតប៉ូលីសដូចខាងអាកាំងនេះពុកម៉ែបងប្អូនចាប់អារម្មណ៍អាចតាក់ទងមកកាន់ VKM Motorsport បាន